សេដ្ឋកិច្ចកាន់តែប្រែប្រួលទីផ្សារកាន់តែចង្អៀតមនុស្សម្នាក់ចាប់ផ្ដើមធ្វើទីផ្សារខ្លួនឯងខ្លាំងជាងមុននេះគឺជាពេលវេលាមួយដែលបងប្អូនទាំងអស់គួរតែនាំគ្នាគិតទៅលើរបៀបនៅក្នុងការធ្វើទីផ្សារហើយជំរុញខ្លួនឯងឲ្យចេះធ្វើទីផ្សារទោះបីជាការចាប់ផ្ដើមនោះវាមិនល្អមើលក៏ដោយនៅពេលដែលយើងចាប់ផ្ដើមធ្វើវីដេអូដោយខ្លួនឯងនៅពេលដែលយើងចាប់ផ្ដើមធ្វើមាតិកាដោយខ្លួនឯងមែនតើច្បាស់ណាស់នឹងមានគេសើចយើងប៉ុន្តែនៅពេលដែលយើងអត់ធ្វើអីសោះគេមិនត្រឹមតែសើចទេគេចំអកមកលើយើងទៀតថាយើងនឹងអត់ចេះធ្វើអីមួយដើម្បីជួយខ្លួនឯងទេនៅក្នុងស្ថានភាពមួយនេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាស្វែងរកវិធីនៅក្នុងការចាប់ផ្ដើមទោះបីជាវាលំបាកបន្តិចក៏ដោយអត់មានវិធីណាដែលអាចជួយយើងបានក្រៅពីនឹងទេបើសិនជាយើងអត់មានចំណូលបើសិនជាយើងអត់មានថវិកានឹងទៅជួលមនុស្សប៉ាកែដើម្បីឲ្យធ្វើទេបងប្អូនទៅរៀនធ្វើវាដោយខ្លួនឯងខ្ញុំសូមណែនាំហាងលក់ទូរស័ព្ទដៃគ្នាយើង VIP នៅលើផ្លូវកម្ពុជាក្រោមដែលមានលក់ទូរស័ព្ទដៃទាំងមួយទឹកនិងថ្មីគ្រប់ទំនិញមិនថា iPhone, iPad, MacBook និង accessory គ្រប់ប្រភេទជាផលិតផលសុទ្ធរបស់ក្រុមហ៊ុន Apple និងមានការធានារយៈពេល1ឆ្នាំពេញដំបូងគេនៅក្នុងប្រជាជាតិកម្ពុជាការចាប់ផ្ដើមវាពិតជាពិបាកសម្រាប់យើងមែនតើប៉ុន្តែវាអត់មានអ្វីដែលល្អជាងការចាប់ផ្ដើមទេបើសិនជា3ឆ្នាំមុនបងប្អូនហ៊ានចាប់ផ្ដើមប្រហែលជាថ្ងៃនេះបងប្អូនអាចនឹងមានស្នាដៃល្អណាមួយជារបស់ខ្លួនឯងហើយបើសិនជាពេលវេលាពីមុនយើងអាចជំនះនៅការសើចការចំអកទាំងអស់នឹងបានប្រហែលជាថ្ងៃនេះក៏យើងកំពុងនឹងទទួលបាននូវលទ្ធផលល្អប្រសើរដែរសូមចាប់ផ្ដើមធ្វើអ្វីដែលយើងគិតថាវាជារឿងសំខាន់សម្រាប់មុខរបររបស់យើងសូមចាប់ផ្ដើមធ្វើអ្វីដែលយើងគិតថាវាចាំបាច់មែនទែនសម្រាប់ជីវិតរបស់យើងសូមធ្វើវាទោះបីជាការចាប់ផ្ដើមពីតិចតួចក្តីចាប់ផ្ដើមក្នុងជំហានតូចក៏ដោយរៀនបដាធ្វើបដាស្វែងយល់បដាហើយទៅមើលមនុស្សដែលប៉ាកែនៅក្នុងវិស័យដែលយើងកំពុងតែធ្វើហ្នឹងកុំខ្លាចគេថាយើងកូពីគេកុំខ្លាចគេថាយើងចម្លងគេព្រោះយើងដើរមកនេះយើងអត់មានអីថ្មីសម្រាប់ខ្លួនឯងទេការចាប់ផ្ដើមអត់អាចទៅរកអីថ្មីជារបស់ខ្លួនឯងភ្លាមទេធ្វើអ្វីដែលយើងគិតថាអាចធ្វើបានគឺចាប់ផ្ដើមធ្វើទៅការចាប់ផ្ដើមធ្វើអ្វីមួយជាលើកដំបូងវាពិតជាពិបាកសម្រាប់យើងហើយវាពិតជារឿងដែលពិបាកទទួលយកមែនទែនវីដេអូទី1វីដេអូទី2វីដេអូទី3អាចនឹងមិនមានអ្នកមើលទេសម្រាប់យើងប៉ុន្តែបើសិនជាយើងមិនបោះបង់ការព្យាយាមមិនបោះបង់ភាពច្នៃប្រឌិតមិនបោះបង់ការតស៊ូរបស់យើងចោលខ្ញុំជឿថាមួយឆ្នាំពីរឆ្នាំទៅមុខយើងនឹងឃើញអាជីវកម្មយើងនឹងឃើញជីវិតរបស់យើងប្រែប្រួលខ្ញុំជឿថាអ្នកដែលផលិតវីដេអូកន្លងមកក៏គាត់ទទួលបាននៅបទពិសោធន៍ច្រើនពីការធ្វើរបស់គាត់ដែរគ្មានអ្វីដែលបង្រៀនយើងខ្លាំងបំផុតជាជាងការធ្វើទេសូមចាប់ផ្ដើមនៅអ្វីដែលអ្នកគិតថាវាសំខាន់សម្រាប់មុខរបររបស់យើងនៅក្នុងថ្ងៃនេះ